รบជំរាបសួរបងប្អូនជាងយុតិស្រឡាញ់រាប់អានហើយថ្ងៃនេះខ្ញុំបានចូលមកបណ្ណាល័យពុទ្ធកវិទ្យាល័យព្រះសរាមរិទ្ធយើងឃើញថានៅក្នុងបណ្ណាល័យនេះគឺមានតម្កល់ជាឯកសារសម្រាប់អ្នកស្រាវជ្រាវជាច្រើននៅក្នុងទូដែលខ្ញុំកំពុងតែបាញ់កាមេរ៉ាឆ្ពោះទៅនេះគឺជាទូតម្កល់នៅគម្ពីរបត្រៃបិដកទាំង110ភាគណាដែលបងប្អូនយើងបានដឹងហើយគឺយើងមានព្រះវិន័យមានប្រសូតនិងព្រះអភិធម្មនៅក្នុងហ្នឹងហើយខាងក្រោមនេះគឺយើងមាននៅព្រះអដ្ឋកថាហើយជាច្រើនទៀតណាសម្រាប់បងប្អូនអ្នកស្រាវជ្រាវអ្នកស្រាវជ្រាវគឺយើងអាចមកស្រាវជ្រាវបានណាដល់ទូខាងនេះគឺតម្កល់នៅកម្ពុជាសូរិយាណាគម្ពីរកម្ពុជាសូរិយាជាច្រើនណាដែលបងប្អូនត្រូវការស្រាវជ្រាវជាសំណាក់និស្សិតឬក៏និស្សិតអីអាចស្រាវជ្រាវនៅក្បួនច្បាប់ទាំងអស់នេះបានហើយមានទាំងសត្រាមានទាំងអីជាច្រើនទៀតណាអ្វីដែលយើងស្រាវជ្រាវហើយនេះក៏មានជីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតហ្នឹងហើយដែលបងប្អូនត្រូវការស្រាវជ្រាវគឺយើងមានសម្រាប់បងប្អូនយើងធ្វើការស្រាវជ្រាវហើយទូខាងនេះគឺជាផ្នែកភាសាបាលីនិងភាសាសំស្ក្រឹតណាភាសាបាលីនិងសំស្ក្រឹតជាច្រើនណាដែលបងប្អូនយើងអាចធ្វើការស្រាវជ្រាវពាក់ព័ន្ធជាមួយភាសាបាលីពាក់ព័ន្ធជាមួយនឹងភាសាសំស្ក្រឹតណានេះក៏ជាចំណេះដឹងទូទៅមួយផ្នែកទៀតណាពាក់ព័ន្ធនឹងរឿងជាច្រើនណាមលិនតបញ្ហាណាប្រជុំជាដកអីជាច្រើនទៀតមហាវេស្សដរអីហ្នឹងគឺមានច្រើនណានេះពាក់ព័ន្ធជាមួយចំណេះដឹងពាក់ព័ន្ធជាមួយនឹងពុទ្ធសាសនាណាពាក់ព័ន្ធចំណេះដឹងពុទ្ធសាសនាពាក់ព័ន្ធជាមួយនឹងគម្ពីរព្រះអភិធម្មណាច្រើនណាដែលបងប្អូនយើងអាចសិក្សាស្រាវជ្រាវបានច្រើនណាហើយខាងលើនោះពាក់ព័ន្ធនឹងសភៅរបស់លោកតាខៀវជុំណាភិក្ខុធម្មបាលខៀវជុំហើយនៅក្នុងនេះផ្នែកជាភាសាអង់គ្លេសច្រើនដែលអាចសិក្សាស្រាវជ្រាវណានេះពាក់ព័ន្ធជាមួយនឹងខុទ្ទកនិកាយអដ្ឋកថាអីហ្នឹងច្រើនយមអដ្ឋកថាច្រើនណាដែលបងប្អូនបានឃើញណាហើយក៏មិនភ្លេចដែរនៅពេលដែលបងប្អូនយើងបានចូលមកដល់បណ្ណាល័យគឺមានព្រះពុទ្ធបរមាមួយអង្គណាក្នុងបណ្ណាល័យដើម្បីបងប្អូនធ្វើគោរពសក្ការៈបូជានៅព្រះពុទ្ធបរមាដែលរំកល់ទុកក្នុងបណ្ណាល័យយើងនេះហើយទូខាងនេះគឺយើងមានសភៅឯកសារច្រើនទៀតពាក់ព័ន្ធជាមួយនឹងនេះច្រើនណាបងប្អូនច្រើនបងប្អូនអាចធ្វើការអានច្រើនមែនទែននេះពាក់ព័ន្ធជាមួយនឹងឯកសារលិខិតបទដ្ឋានគតិយុត្តដែលរៀបរៀងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុណាច្រើនមែនទែនបងប្អូនពេញចិត្តមួយណាមករួមអ្នកសិក្សាដែលចូលចិត្តស្រាវជ្រាវគឺយើងមានឯកសារជាច្រើនទៀតសម្រាប់ជាមូលដ្ឋានគ្រឹះនៅក្នុងការសិក្សាស្រាវជ្រាវរបស់យើងគឺយើងមានច្រើនណាស់នៅក្នុងនេះបាទគឺពាក់ព័ន្ធជាមួយនឹងសិភៅខាងផ្នែកអប់រំចំណេះដឹងទូទៅមានគណិតរូបគីមីជីវៈផែនដីប្រវត្តិភូមិភាសាខ្មែរអញ្ចឹងទៅនេះផ្នែកនៃពុទ្ធសាសនាមានភាសាបាលីសុទ្ធមៈអីសម្រាប់សិក្សានៅវិស័យពុទ្ធកសិក្សាហើយនេះក៏ជាសិភៅសម្រាប់ពុទ្ធកបឋមមានពុទ្ធវិន័យពុទ្ធប្រវត្តិពុទ្ធសាសនាជាច្រើនទៀតណាសាសនានិកាយបទអីហ្នឹងគឺមានច្រើននេះអដ្ឋកថាទៀតជាច្រើនណាដែលបងប្អូនស្រឡាញ់នៅក្នុងការសិក្សាស្រាវជ្រាវគឺយើងអាចមកទស្សនានៅបណ្ណាល័យហើយយើងអាចស្រាវជ្រាវជាឯកសារក្បួនច្បាប់អីផ្សេងទស្សនវិជ្ជាណាទស្សនវិជ្ជានៅគម្ពីរឯកសារផ្សេងដែលមានតម្កល់នៅក្នុងទូណាមានតម្កល់ក្នុងទូនោះទៅនោះទៀតណាបាទនេះគម្ពីរត្រៃបិដកដែលខ្ញុំថតកាលមុនមិញហ្នឹងបាទហើយនេះគឺជាទូចំណេះដឹងទូទៅបាទ
ប៉ុណ្ណឹងចុះអរគុណសម្រាប់ការតាមដាននៅប្រមាណប៉ុណ្ណេះសូមអរគុណសូមក្រាបថ្វាយបង្គំលានិងគោរពជម្រាបលា